នេះគូជា Cam Today ថ្ងៃនេះជាថ្ងៃទី4ខែសីហាយោងតាម Cambodianus លោក Tom Andrew អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជាថ្លែងថាពលរដ្ឋកម្ពុជាជាង 20,000 នាក់នៅតែបន្តផ្លាស់ទីលំនៅដោយសារជម្លោះតាមព្រំដែនកម្ពុជាថៃលោកអំពាវនាវឲ្យពួកគាត់បានវិលត្រឡប់ទៅផ្ទះវិញឲ្យបានឆាប់បំផុតព្រោះពួកគាត់ត្រូវការនិងសមនឹងមានលំនៅឋានវិញក្នុងខែកក្កដាគ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឲ្យអ្នកដំណើរជិត144នាក់ស្លាប់និងជាង240នាក់ទៀតរងរបួសតួលេខនេះរាប់បញ្ចូលអ្នករងគ្រោះពីហេតុការណ៍ចរាចរណ៍ដែលបានកើតមានក្នុងរយៈពេលពេញមួយខែក្នុងចំណោមអ្នករងគ្រោះអ្នករបួសមានចំនួនលើសអ្នកស្លាប់ដែលបង្ហាញពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកដំណើរនិងគ្រួសាររបស់ពួកគេអ្នកនាំពាក្យក្រសួងការងារបន្តអំពាវនាវដល់ប្រជាពលរដ្ឋនិងអតិថិជនខ្មែរកុំឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃអ្នកមានបំណងស្វែងរកការងារត្រូវប្រើច្រកផ្លូវការនិងបំពេញនីតិវិធីស្របច្បាប់ក្រសួងក៏ណែនាំឲ្យសាកសួរព័ត៌មានពីអាជ្ញាធរពាក់ព័ន្ធមុនសម្រាប់ចិត្តធ្វើដំណើរការគោរពតាមលក្ខខណ្ឌការងារនិងឯកសារត្រឹមត្រូវជួយកាត់បន្ថយហានិភ័យពេលទៅធ្វើការនៅក្រៅប្រទេសឯកអគ្គរដ្ឋទូតចិនបានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាមក្នុងឱកាសនោះស្ថានទូតចិនបាននាំយកអំណោយចែកជូនគ្រួសារដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញការចុះជួបនេះផ្ដោតលើស្ថានភាពរស់នៅនិងតម្រូវការចាំបាច់របស់អ្នកភៀសសឹកអំណោយនេះត្រូវបានផ្ដល់ជាការគាំទ្រដល់ការស្នាក់នៅបណ្ដោះអាសន្នរងចាំពេលមានលទ្ធភាពត្រឡប់ទៅផ្ទះវិញអាជ្ញាធរបន្តតាមប្រមាញ់ក្រុមអក្រិតជនច្បោកតាមអនឡាញខណៈបណ្ដាញទាំងនេះបានបំផ្លាញពីទីតាំងធំទៅបែងចែកសកម្មភាពនៅកន្លែងតូចការផ្លាស់ប្ដូរទីតាំងធ្វើឲ្យការស្រាវជ្រាវត្រូវតាមដានកាន់តែជិតស្និទ្ធដើម្បីកំណត់មុខសញ្ញាពាក់ព័ន្ធនិងស្វែងរកទីតាំងសកម្មភាពថ្មីរបស់ក្រុមទាំងនេះសមត្ថកិច្ចបន្តបង្ក្រាបនិងទប់ស្កាត់ការច្បោកមិនឲ្យបង្កការខាតបង់បន្ថែមទៀតដល់ប្រជាពលរដ្ឋមន្ត្រីជំនាញបានឲ្យដឹងថាផ្ទៃដីស្រូវជិត 30,000 ហិកតាដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតត្រូវបានជួយសង្គ្រោះនិងកំពុងចាប់ផ្ដើមលូតលាស់ឡើងវិញការផ្គត់ផ្គង់ទឹកនិងការចុះតាមដានស្ថានភាពស្រែត្រូវបានអនុវត្តដើម្បីទប់ស្កាត់ការខូចខាតបន្ថែមកសិករត្រូវបន្តគ្រប់គ្រងទឹកនិងថែទាំដំណាំឲ្យបានទាន់ពេលខណៈអាជ្ញាធរពាក់ព័ន្ធត្រៀមអន្តរាគមន៍តាមស្ថានភាពជាក់ស្ដែងតាម BTV News ធនាគារចំនួន3ដែលមិនសូវមានសកម្មភាពក្នុងសេដ្ឋកិច្ចត្រូវបានដាក់ឲ្យចូលដំណើរការជំរះបញ្ជីខាង KHMERTIMEHKH.com រាយការណ៍ថាធនាគារជាតិនៃកម្ពុជាបានដកហូតអាជ្ញាប័ណ្ណនិងបញ្ជាឲ្យរៀបចំការជំរះបញ្ជីស្ថាប័នទាំងនេះវិធានការនេះធ្វើឡើងតាមនីតិវិធីសម្រាប់បញ្ចប់ប្រតិបត្តិការរបស់ស្ថាប័នដែលពាក់ព័ន្ធអ្នកមានកណ្ណីជាមួយធនាគារទាំងនេះគួរតាមដានសេចក្តីជូនដំណឹងផ្លូវការស្តីពីជំហានបន្ទាប់អ្នកមានកណ្ណីជាមួយធនាគារទាំងនេះគួរតាមដានសេចក្តីជូនដំណឹងផ្លូវការស្តីពីជំហានបន្ទាប់កម្ពុជានិងធនាគារអភិវឌ្ឍន៍អាស៊ី ADB បានចុះអនុរណៈនៃការយោគយល់គ្នាស្តីពីឥន្ទានសម្ពាន$250 លានសម្រាប់កម្មវិធីអន្តរាគមន៍បន្ទាន់ថវិកានេះត្រូវបានរៀបចំជាក្របខ័ណ្ឌហិរញ្ញប្បទានអនុគ្រោះដើម្បីគាំទ្រការឆ្លើយតបតាមតម្រូវការបន្ទាន់ជំហានបន្ទាប់ស្ថាប័នពាក់ព័ន្ធនឹងរៀបចំអនុវត្តកម្មវិធីតាមខ្លឹមសារនៃអនុរណៈនេះក្រុមហ៊ុនជីបម៉ុងវិនិយោគ$250 លានដើម្បីសាងសង់រោងចក្រផលិតទឹកដោះគោមីតែនិងកាហ្វេនៅកម្ពុជាគម្រោងនេះរួមបញ្ចូលខ្សែផលិតកម្មសម្រាប់ផលិតផលប្រើប្រាស់ប្រចាំថ្ងៃជាច្រើនប្រភេទការសាងសង់រោងចក្រនិងការរៀបចំខ្សែផលិតកម្មគឺជាជំហានសំខាន់នៃការវិនិយោគនេះដើម្បីបង្កើតសមត្ថភាពផលិតក្នុងស្រុកគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ទី1កម្លាំងដំឡើង80មេហ្គាវ៉ាត់គ្រោងចាប់ផ្ដើមផលិតថាមពលនៅខែវិច្ឆិកាខាងមុខកម្លាំងផលិត80មេហ្គាវ៉ាត់នឹងបង្កើនបរិមាណថាមពលសម្រាប់ប្រើប្រាស់នៅពេលដំណើរការគម្រោងនេះនឹងបន្ថែមសមត្ថភាពផ្គត់ផ្គង់អគ្គិសនីពីប្រភពក្នុងស្រុកចំនួន80មេហ្គាវ៉ាត់ការចាប់ផ្ដើមផលិតគឺជាជំហាននាំថាមពលពីគម្រោងនេះចូលរួមក្នុងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីក្រុមហ៊ុន GTV Motor និងក្រុមហ៊ុន BAIC កំពុងសហការគ្នាលើការផលិតរថយន្តត្រកូល OFF-ROAD នៅកម្ពុជាកិច្ចសហការនេះរួមបញ្ចូលការផ្ទេរបច្ចេកវិទ្យាទំនើបនិងចំណេះដឹងផ្នែកផលិតកម្មរថយន្តគម្រោងនេះត្រូវបានរំពឹងថានឹងជួយពង្រឹងសមត្ថភាពឧស្សាហកម្មយានយន្តក្នុងស្រុកនិងបង្កើតឱកាសការងារភាគីពាក់ព័ន្ធក៏ផ្ដោតលើគុណភាពផលិតផលនិងការអភិវឌ្ឍជំនាញបុគ្គលិកកម្ពុជាផងដែរប្រធានសហព័ន្ធស្រូវអង្ករបានលើកឡើងថាការនាំចេញអង្ករកម្ពុជាក្នុងឆ្នាំ2026អាចសម្រេចបានរហូតដល់1 លានតោនការរំពឹងនេះពឹងផ្អែកលើតម្រូវការទីផ្សារការកែសម្អគុណភាពនិងការពង្រីកការកែច្នៃសហព័ន្ធនឹងបន្តសហការជាមួយអ្នកនាំចេញនិងកសិករដើម្បីរក្សាស្តង់ដារផលិតកម្មការសម្រេចគោលដៅនេះអាចជួយបង្កើនចំណូលវិស័យស្រូវអង្ករនិងឱកាសទីផ្សារក្រៅប្រទេសគ្រូបណ្ដុះបណ្ដាលផ្នែកយានយន្តបានបញ្ជាក់ថាជំនាញនេះកំពុងមានតម្រូវការខ្ពស់នៅទីផ្សារការងារអ្នកមានសមត្ថភាពជួសជុលថែទាំនិងវិនិច្ឆ័យបញ្ហាយានយន្តអាចទទួលបានឱកាសការងារនិងចំណូលល្អការកើនឡើងនៃចំនួនយានយន្តនិងបច្ចេកវិទ្យាថ្មីកំពុងត្រូវការកម្មករជំនាញបន្ថែមយុវជនត្រូវបានលើកទឹកចិត្តឲ្យរៀនទាំងទ្រឹស្ដីនិងអនុវត្តជាក់ស្ដែងដើម្បីឆ្លើយតបនឹងតម្រូវការការងារកិច្ចពិភាក្សាពិសេសមួយបានផ្ដោតលើការត្រៀមខ្លួនរបស់សិស្សសម្រាប់ការប្រឡងបាក់ឌុបឆ្នាំ2026និងការជ្រើសរើសជំនាញបន្តការសិក្សាវាគ្មិនបានលើកឡើងពីសារៈសំខាន់នៃផែនការរៀនសូត្រការស្គាល់សមត្ថភាពខ្លួននិងការគ្រប់គ្រងសម្ពាធសិស្សគួរស្វែងយល់ព័ត៌មានពីមុខជំនាញនិងតម្រូវការការងារមុនសម្រាប់ជ្រើសរើសផ្លូវសិក្សាការត្រៀមទុកជាមុនអាចជួយឲ្យការសម្រេចចិត្តបន្ទាប់ពីប្រឡងមានភាពច្បាស់លាស់ក្រសួងអប់រំបានណែនាំសិស្សត្រៀមប្រឡងបាក់ឌុបឲ្យបែងចែកពេលវេលាសិក្សាពេលសម្រាប់ដំណេកនិងពេលផ្ទាល់ខ្លួនឲ្យមានតុល្យភាពការរៀបចំកាលវិភាគច្បាស់លាស់អាចជួយឲ្យសិស្សធ្វើមេរៀនបានទៀងទាត់និងកាត់បន្ថយភាពតានតឹងសិស្សគួររក្សាសុខភាពដេកឲ្យគ្រប់គ្រាន់និងពិនិត្យឡើងវិញតាមផែនការរបស់ខ្លួនការគ្រប់គ្រងពេលវេលាល្អគឺជាផ្នែកមួយនៃការត្រៀមខ្លួនមុនថ្ងៃប្រឡងអាជ្ញាធរកំពុងស្ដារប្រឡាយរំដោះទឹកភ្លៀងដើម្បីបង្កើនសមត្ថភាពបង្ហូរទឹកក្នុងរដូវវស្សានិងកាត់បន្ថយការលិចលង់តាមតំបន់ប្រឈម
ការងារនេះរួមមានការសម្អាតនិងកែលម្អខ្សែប្រឡាយឲ្យទឹកហូរបានលឿនជាងមុនទន្ទឹមគ្នានេះស្ថានីយបូមទឹកថ្មីមួយទៀតកំពុងត្រូវបានកសាងនៅតំបន់គីឡូម៉ែត្រលេខ9គម្រោងនេះរំពឹងថានឹងជួយគ្រប់គ្រងទឹកភ្លៀងបានមានប្រសិទ្ធភាពនិងសម្រួលជីវភាពប្រជាពលរដ្ឋនៅរដូវវស្សានាយកដ្ឋានអត្តសញ្ញាណកម្មបានបើកការិយាល័យផ្ដល់សេវាលិខិតឆ្លងដែនថ្មីមួយនៅក្រុងព្រះសីហនុការពង្រីកសេវានេះធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋនៅខេត្តព្រះសីហនុនិងតំបន់ជិតខាងអាចដាក់ពាក្យសុំឬបន្តលិខិតឆ្លងដែនបានកាន់តែងាយស្រួលពលរដ្ឋមិនចាំបាច់ធ្វើដំណើរមករាជធានីភ្នំពេញសម្រាប់នីតិវិធីមួយចំនួនដូចមុនឡើយការិយាល័យថ្មីនេះក៏ជួយបន្ថែមសមត្ថភាពផ្ដល់សេវាសាធារណៈនៅតំបន់ឆ្នេរផងដែរមន្ត្រីស្ម័គ្រចិត្តរបស់អង្គភាពប្រឆាំងអំពើពុករលួយបានត្រៀមខ្លួនរួចរាល់សម្រាប់ចូលរួមសង្កេតការណ៍ដំណើរការប្រឡងសញ្ញាបត្រមសិក្សាទុតិយភូមិឆ្នាំនេះភារកិច្ចរបស់ពួកគេគឺតាមដានការអនុវត្តវិធានការនានានៅមណ្ឌលប្រឡងដើម្បីគ្រប់គ្រងដំណាភាពនិងយុត្តិធម៌ការសង្កេតការណ៍នឹងផ្ដោតលើការគោរពបទបញ្ជានិងការរៀបចំប្រឡងតាមនីតិវិធីកំណត់ការចូលរួមនេះមានគោលដៅធានាឲ្យបេក្ខជនទទួលបានឱកាសប្រឡងស្មើភាពគ្នាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសការវិភាគពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ2026ដំណើរការនេះនឹងចាប់ផ្ដើមពីថ្ងៃទី7ខែតុលារហូតដល់ថ្ងៃទី30ខែវិច្ឆិកាប្រជាពលរដ្ឋអាចទៅពិនិត្យឬស្នើកែតម្រូវព័ត៌មានរបស់ខ្លួននៅសាលាឃុំសង្កាត់និងតាមភូមិមួយចំនួនអ្នកដែលគ្រប់លក្ខខណ្ឌប៉ុន្តែមិនទាន់មានឈ្មោះក្នុងបញ្ជីត្រូវទៅចុះឈ្មោះក្នុងរយៈពេលកំណត់ជំរឿនមន្ត្រីរាជការកំពុងផ្ដោតលើការរាប់ចំនួនមន្ត្រីដែលមានវត្តមាននិងបំពេញការងារជាក់ស្ដែងនៅតាមអង្គភាពទិន្នន័យដែលប្រមូលបាននឹងជួយឲ្យស្ថាប័នពាក់ព័ន្ធដឹងច្បាស់ពីកម្លាំងមន្ត្រីដែលកំពុងបម្រើការងារនេះក៏មានគោលដៅកំណត់និងបញ្ចប់បញ្ហាមន្ត្រីមានតែឈ្មោះប៉ុន្តែមិនមានវត្តមានបំពេញភារកិច្ចលទ្ធផលជំរឿនត្រូវបានរំពឹងថានឹងគ្រប់គ្រងការគ្រប់គ្រងធនធានមនុស្សនិងថវិការដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពអភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាឲ្យមន្ត្រីជំនាញចុះកម្ទេចសំណងអនាធិបតេយ្យដែលរំលោភចូលតំបន់ទន្លេសាបវិធានការនេះផ្ដោតលើការការពារដែនទឹកសាធារណៈនិងទប់ស្កាត់ការសាងសង់ខុសច្បាប់បន្ថែមទៀតលោកក៏ព្រមានមន្ត្រីពាក់ព័ន្ធឲ្យអនុវត្តតួនាទីឲ្យបានម៉ឺងម៉ាត់និងមិនត្រូវបណ្ដោយឲ្យមានការទន្ទ្រានដីឬមកទន្លេឡើយ BTV News រាយការណ៍ថាលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានផ្ញើកំណត់ទូតទៅភាគីថៃចំនួន10លើករួចមកហើយកំណត់ទូតទាំងនេះគឺដើម្បីស្នើសុំឲ្យបើកកិច្ចប្រជុំស្ដីពីកិច្ចការព្រំដែនដែលពាក់ព័ន្ធតាមការផ្សាយរបស់ BTV News ការស្នើសុំនេះត្រូវបានបញ្ជូនតាមផ្លូវការជាបន្តបន្ទាប់ចំនួនកំណត់ទូតនេះបង្ហាញថាកម្ពុជាកំពុងបន្តស្នើឲ្យមានកិច្ចប្រជុំតាមនីតិវិធីការទូត BTV News និង AKP News រាយការណ៍ថាប្រមុខការទូតកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីសកម្មរបស់ម៉ាឡេស៊ីក្នុងការជួយរក្សាសន្តិភាពនិងស្ថិរភាពយូរអង្វែងនៅតំបន់ការថ្លែងនេះផ្ដោតជាពិសេសលើការរួមចំណែកក្នុងកិច្ចខិតខំដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃតាមវិធីសន្តិភាពភាគីកម្ពុជាវាតម្លៃថាការគ្រប់គ្រងនេះជួយបន្តបរិយាកាសសន្តិភាពនិងកិច្ចសហប្រតិបត្តិការតំបន់ KHMERTIMEHKH.com និង BTV News រាយការណ៍ថាកម្ពុជានិងសហរដ្ឋអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់បទល្មើសព្រៃឈើដោយប្រើបច្ចេកវិទ្យាថ្មីកិច្ចការនេះរួមមានការប្រើឧបករណ៍ទំនើបសម្រាប់តាមដានតំបន់ព្រៃនិងគ្រប់គ្រងការអនុវត្តច្បាប់វិធានការនេះមានគោលដៅបង្កើនប្រសិទ្ធភាពការពារធនធានព្រៃឈើផ្ដល់ទិន្នន័យដល់មន្ត្រីពាក់ព័ន្ធនិងឆ្លើយតបល្មើសឲ្យទាន់ពេលតាមការចុះផ្សាយរបស់ CAMBODGEMAG.com ក្រុមប្រឹក្សាទេសចរកម្ពុជានិងផារ៉េពន្លឺសិល្បៈរួមគ្នាផ្សព្វផ្សាយកម្ពុជាជាគោលដៅសិល្បៈសហសម័យការសហការនេះផ្ដោតលើការភ្ជាប់បទពិសោធន៍ទេសចរជាមួយស្នាដៃច្នៃប្រឌិតនិងវប្បធម៌កម្ពុជាគោលបំណងគឺបង្ហាញទេសចរកម្ពុជាក្នុងរូបភាពថ្មីដោយផ្ដល់ឱកាសឲ្យភ្ញៀវស្គាល់សិល្បៈក្នុងស្រុកកាន់តែច្បាស់គោលបំណងគឺបង្ហាញទេសចរកម្ពុជាក្នុងរូបភាពថ្មីដោយផ្ដល់ឱកាសឲ្យភ្ញៀវស្គាល់សិល្បៈក្នុងស្រុកកាន់តែច្បាស់ម៉ារ៉ាតុងចាក់ភពអង្គរលើកទី11បាននាំមកនូវការភ្ញាក់ផ្អើលសម្រាប់អ្នករត់ដែលចូលរួមប្រកួតនៅតំបន់អង្គរព្រឹត្តិការណ៍នេះបានបង្ហាញថាកីឡាអាចភ្ជាប់បទពិសោធន៍ទេសចរនិងសកម្មភាពក្នុងមូលដ្ឋានបានចំណូលសេដ្ឋកិច្ចពីកម្មវិធីត្រូវបានប៉ាន់ប្រមាណថាមានយ៉ាងហោចណាស់កន្លះលានដុល្លារលទ្ធផលនេះបញ្ជាក់ពីតួនាទីកីឡាក្នុងការទាក់ទាញអ្នកចូលរួមនិងបង្កើនចំណូលសម្រាប់តំបន់អង្គរក្រុមហ៊ុនទីភ្នាក់ងារទេសចរឥណ្ឌាជាង20ក្រុងពង្រីកយុទ្ធនាការទីផ្សារបូក1ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌាមកកាន់ប្រទេសកម្ពុជាកិច្ចខិតខំនេះផ្ដោតលើការផ្សព្វផ្សាយគោលដៅទេសចរនិងបទពិសោធន៍ធ្វើដំណើរនៅកម្ពុជាឲ្យកាន់តែទូលំទូលាយក្នុងទីផ្សារឥណ្ឌាតាមរយៈកិច្ចសហការជាមួយដៃគូទេសចរកម្មវិធីនេះរំពឹងជួយបង្កើនជម្រើសកញ្ចប់ដំណើរនិងជំរុញលំហូរភ្ញៀវមកទស្សនាកម្ពុជាកីឡាករយុទ្ធគុណចម្រុះកម្ពុជាដណ្ដើមបានមេដាយកម្រិតទ្វីបចំនួន3គ្រឿងពីការប្រកួតអន្តរជាតិថ្មីនេះលទ្ធផលនេះឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់កីឡាករក្រោយការហ្វឹកហាត់និងការប្រកួតប្រជែងជាបន្តបន្ទាប់មន្ត្រីសហព័ន្ធអំពាវនាវឲ្យបង្កើនការគ្រប់គ្រងលើថវិកាការហ្វឹកហាត់និងឱកាសចូលរួមប្រកួតក្រៅប្រទេសដើម្បីពង្រឹងសមត្ថភាពនិងបន្តរកលទ្ធផលល្អនៅលើឆាកទ្វីបតាមការផ្សាយរបស់ BTV News ក្រុមជម្រើសជាតិកម្ពុជាបានត្រៀមខ្លួនយ៉ាងហ្មត់ចត់មុនជួបទីមកខាងកើតក្នុងពានរង្វាន់អាស៊ាន H&J Cup 2025មួយពូល A ទិដ្ឋភាពបន្ទប់ផ្លាស់សម្លៀកបំពាក់ការមកដល់ទីលាននិងសាររបស់គ្រូបង្វឹកបង្ហាញការផ្ដោតលើវិន័យនិងការលេងជាក្រុមកម្ពុជាបានឈ្នះ3-0ដោយហៅសុកណេតសុទ្ធនៅនាទីទី16និងទី63ខណៈមុនរ៉ាដូបន្ថែមគ្រាប់ទី3នៅនាទី90បើលោកអ្នកចង់គ្រប់គ្រងកម្មវិធីនេះសូមតាក់ទងមកក្រុមការងាររបស់យើង